ការពីសប្តាហ៍មុនសៀងបានធ្វើដំណើរទៅដល់ខេត្តសៀមរាបទឹកដីអង្គរយើងនឹងដើម្បីចូលទៅបួងសួងដល់វត្ថុស័ក្តិសិទ្ធិព្រះអង្គជេកព្រះអង្គចោមជួយថែរក្សាប្រជាជនខ្មែរទាំងអស់គ្នាឲ្យមានសុខសុវត្ថិភាពហើយសូមឲ្យសង្គ្រាមនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះផងដែរបន្ទាប់ពីបួងសួងហើយតើសៀងមានសកម្មភាពអ្វីបន្តទៀតទៅតាមមើលទាំងអស់គ្នា Got another shorty, she ain't nothing like me. About to catch another fight. Apple bottom make 'em wanna bite. ដោយមិនបង្អង់យូរសៀងមកដល់សន្តាគារហើយក៏ទៅបើកអីវ៉ាន់ដើម្បីចូលរួមកម្មវិធីទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុននៅអង្គរវត្តឃើញហើយឈ្មោះខ្ញុំតាណាបាត់នេះនឹងហើយលទ្ធផលយកអីវ៉ាន់ពីគេមកអត់ឆែកមើលទេឥឡូវមានបញ្ចូលខ្ទាស់នេះធ្វើម៉េចបងលីនខ្ញុំធ្វើម៉េចឡើយលើកទី1ខ្ញុំរត់21ហេតុអីអត់មានបញ្ចូលឲ្យខ្ញុំព្រោះឥឡូវម៉ោង4ម៉ែម៉ោង4 10នាទីអត់ទាន់ถึงពូមកហើយគ្នានៅកន្លែងរត់ទាំងអស់គ្នាខ្ញុំបានចូលរួមកម្មវិធីរត់ម៉ារ៉ាតុងមកជាច្រើនសារហើយប៉ុន្តែលើកនេះក៏ជាលើកទី1ដែរដែលខ្ញុំ challenge ខ្លួនឯងគឺរត់ចម្ងាយ21គីឡូមុនពេលមករត់ហ្នឹងគឺសៀងអត់មានបាន warm up ទេ direct គឺរត់21គីឡូតែម្ដងហើយរត់ទៅដល់គីឡូទី12គឺចាប់ផ្ដើមឈឺជើងតែម្ដងហើយមកដល់ស្ថានីយ៍ទឹកមកដល់កន្លែង U turn បាត់ហើយក្តីសង្ឃឹមគឺផឹកទឹកមកក្អឿករត់បន្តទៅទៀតសាច់ច្បងទៅមករត់ឡើងឈឺជើងមកជាហៀងឥឡូវដល់ពេលដើរម្ដងហើយញ៉ាំជាមួយនឹងភេសជ្ជៈពី Active ហើយហ្នឹងខ្ញុំដល់កន្លែង U turn ហើយអញ្ចឹងភាសាពាក់កណ្ដាលទៀតខ្ញុំទៅរត់បាន12គីឡូហើយសុំដើរផឹកអស់ចាំរត់តទៀតមិញហ្នឹងផ្លូវវាអត់សូវអាឡូងដល់ពេលអញ្ចឹងទៅខ្ញុំដើរទៅវាកាត់អាបាតស្បែកជើងដល់ពេលអញ្ចឹងបាតជើងវាឈឺបន្តិចហើយជើងមកចំហៀងខាងឆ្វេងហ្នឹងវារៀងចុកដែរដល់អញ្ចឹងយើងដើរសិនចាំពេលគៀកចិត្តទៅដល់ចាំរត់half marathon in men category 2025 ហើយឥឡូវនេះខ្ញុំធ្វើបានសម្រេចហើយគឺបញ្ចប់នៅ21គីឡូពាក់កណ្ដាលម៉ារ៉ាតុងនៅខេត្តសៀមរាបជួបគ្នានៅម៉ារ៉ាតុងក្រោយទៀតបាយបាយចៃជៀន